នាងកំពុងតែហាត់ប្រាណតើនេះមានន័យថាម៉េចទៅតើនាងទៅរៀនក្បាច់ដែលខ្លាំងអស់នេះមកពីណាទៅប្អូនស្រីសម្លាញ់រឿងនៅសាលាថ្ងៃនេះឯងមិនទាន់ប្រាប់បងធំទេមែនទេអូនស្រីពេលថ្ងៃបងគ្រាន់តែលេងសើចជាមួយអញទេមកពីបងចិត្តចង្អៀតពេកគឺបងខុសហើយឯងលើកលែងឲ្យបងទៅណាមកពីឯងនៅសាលាតែងតែវីបងក៏ចង់បានមុខមាត់មកវិញខ្លះនឹងណាឯងនិយាយយឺតពេកហើយហាខ្ញុំប្រាប់បងធំរួចហើយឯងប្រាប់មែនហ្នឹងខ្ញុំគ្រាន់តែលេងសើចជាមួយឯងទេតើចប់ហើយលើកនេះបងធំច្បាស់ជាចាត់ការខ្ញុំមិនខានខ្ញុំមិនមែនចិត្តចង្អៀតដូចឯងទេតែថាបើលើកក្រោយឯងនៅតែមិនចាំទៀតខ្ញុំច្បាស់ជាប្រាប់បងធំមកអូមិនហ៊ានទេដាច់ខាត់មិនហ៊ានទេមែនហើយអូនសម្លាញ់ឲ្យបងហាត់ជាមួយផងបានអត់ហើយឯងបង្រៀនក្បាច់គុណបងខ្លះមកចាំបងរៀនចេះដល់ពេលនឹងពេញមួយសាលាមិនមែនទេនៃបងគឺថាបើបងរៀនចេះដល់ពេលនោះបងអាចការពារបងធំហើយនឹងឯងបានចាំប៉ាត្រឡប់មកវិញបងនឹងធ្វើជាអង្គរៈផ្ទាល់របស់គាត់នឹងលែងមានរឿងអីទៀតហើយឯងហ្នឹងចង់រៀនមែនចង់រៀនណាស់អូខេខ្ញុំបង្រៀនក៏បានប៉ុន្តែឯងត្រូវតែស្ដាប់តាមខ្ញុំគ្រប់រឿងមកស្រួលហ្មងចឹងយើងចាប់ផ្ដើមមេរៀនទី1សិនទៅហាអីគេចង់ចេះវីត្រូវចេះទ្រាំឲ្យគេវីសិនមេរៀនទី1ត្រូវគេវាយលោកប្រុសធំអ្នកនាងសិននឹងជីជាមកដល់ហើយនៅបន្ទប់ទទួលភ្ញៀវអូខេដឹងហើយបន្តិចទៀតខ្ញុំទៅប៉ាកូននឹកប៉ាណាស់ជីជាមើលខ្សែដៃនេះចាំប៉ាពាក់ឲ្យណាអរគុណប៉ាជីជាម៉ាក់មិនធ្លាប់ប្រាប់កូនទេហោះកុំចេះតែហៅលោកពូឡុងថាប៉ាអញ្ចឹងមិនអីទេជីជាចង់ហៅម៉េចក៏បានដែរអូហូប៉ាចុះអ៊ំស្រីម្នាក់នេះជានរណាគេនាងរើចូលមកហើយមិនបានទេខ្ញុំត្រូវតែប្រញាប់ដៃជើងបន្តិចហើយបើមិនអញ្ចឹងទេច្បាស់ជាមិនទាន់ពេលទេជីជាមិនអាចហៅគាត់ថាអ៊ំស្រីទេកូនត្រូវហៅគាត់ថាបងស្រីសួស្ដីបងស្រីសៀវបងចង់ណែនាំអញឲ្យស្គាល់នេះគឺលេខាទី1របស់បងសិនម៉ុងស៊ីនហើយក៏ជាគូដណ្ដឹងរបស់បងដែរអាទិត្យប្រពន្ធរបស់បងបានស្លាប់ដោយសារជំងឺក្រោយមកមានតែម៉ុងស៊ីនទេដែលនៅកំដៅបងរហូតតាមពិតគម្រោងថារៀបការហើយតែប៉ាស្រាប់តែមានរឿងអញ្ចឹងក៏គ្មានជំរើសមានតែចាំមើលសិនទៅរីករាយដែលបានស្គាល់អ្នកនាងសិនសៀវខ្ញុំធ្លាប់ឃើញឯងនៅឯពិធីជប់លៀងពិតជាស័ក្តិសមជាកូនស្រីច្បងត្រកូលឡុងមែនម៉ុងស៊ីនមកនេះបងមានរឿងចង់និយាយជាមួយអូនជីជាយកទឹកមួយកែវឲ្យបងស្រីទៅកូនចាបងស្រីសុំទោសបងស្រីសៀវបងមិនអីទេហោះលើកនេះអ៊ំស្រីមិនប្រកាន់នឹងឯងទេបើមានលើកក្រោយទៀតមានន័យថាខ្វះការព្រៀនប្រដៅហើយខ្ញុំនឹងជះទឹកមួយកែវនេះចំមុខម៉ាក់ឯងហ្មងចាំនៅមានរឿងអីកាត់អីជីជាមិនអីទេជីជាមិនអីទេមិនអីទេកាត់អីមកប៉ាអប់មកមិនអីទេសៀវរឿងនេះឯងមិនគួរបកស្រាយបន្តិចទេហោះលោកជាអគ្គនាយកក្រុមហ៊ុនឡុងសៀងរឿងតូចតាចប៉ុណ្ណឹងក៏មើលមិនធ្លុះដែរសៀវក្មេងយំដល់ថ្នាក់នឹងហើយឯងមិននិយាយអីបន្តិចទេហោះគ្មានរឿងអីត្រូវបកស្រាយជាមួយនាងទេម៉ុងសៀនកូនថាសៀវនៅផ្ទះត្រកូលឡុងអាចនឹងត្រូវគេធ្វើបាបអត់ម៉ាក់កុំបារម្ភអីពីមុនសៀវអាចនឹងពិបាកនិយាយតែឥឡូវនាងច្បាស់ជាគ្មានបញ្ហាទេម្យ៉ាងទៀតសៀវក៏បាននិយាយដែរតើចាំរឿងនេះចប់សពគ្រប់នាងនឹងរើមុខនៅជាមួយពួកយើងហើយមកពីម៉ាក់នឹកនាងពេកម៉ាក់បើម៉ាក់នឹកនាងម៉ាក់ទេទៅនាងហើយនាងមកញ៉ាំបាយនៅផ្ទះយើងមកវាចប់បាត់ទៅហើយធ្វើអញ្ចឹងកើតទេវាអាចប៉ះពាល់ដល់សៀវអត់ខ្លាចតែខាងត្រកូលឡុងគេគិតផ្ដេសផ្ដាសមិនអីទេម៉ាក់ប្រញាប់ញ៉ាំបាយទៅណែអានឹងឆ្ងាញ់
មើលទៅសិនម៉ុងស៊ីននេះមករកយករឿងខ្ញុំហ្មងមនុស្សម្នាក់នេះច្បាស់ជាមិនមែនមនុស្សល្អទេឡុងស៊ុនសុកចិត្តជ្រើសរើសនៅជាមួយនាងច្បាស់ជាមានមូលហេតុអីមិនខានខ្ញុំត្រូវតែប្រយ័ត្នឲ្យបានច្រើននាងមិនដូចក្មេងនៅសាលាអីទេទោះយ៉ាងណាក៏ដោយត្រូវតែរកវិធីរកឡុងគូហៀងនិងលោកគ្រូឲ្យឃើញសិនខ្ញុំត្រូវតែរៀបចំដៃជើងឲ្យហើយចាប់ផ្ដើមស៊ើបពីឡុងស៊ុននិងសិនម៉ុងស៊ីនមុនគេ